ហេតុអ្វីបានជាមនុស្សនៅទសវត្សរ៍ឆ្នាំ1990ចូលចិត្តរក្សាទុកប្រាក់របស់ពួកគេនៅក្នុងខោរបស់ពួកគេវាមិនមែនដោយសារតែមានលុយច្រើនពេកហើយកន្លែងដើមវាដោយសារតែវាមានអារម្មណ៍ថាមានសុវត្ថិភាពជាងនៅក្នុងមឈូសជាពិសេសនៅពេលអ្នកចេញទៅក្រៅហើយជិះរថភ្លើងអ្នកត្រូវតែប្រយ័ត្នជានិច្ចពីការប្លន់ប៉ុន្តែកាលពីជាង30ឆ្នាំមុននៅឆ្នាំ1993វាបានកាត់ឡើងថាមានតែក្រុមចៅប្លន់មួយក្រុមប៉ុណ្ណោះដែលបានឆ្លងកាត់ខ្សែការពារនេះការប្លន់ដោយមិនរើសអើងរថភ្លើងរបស់មនុស្សនោះគឺជាចៅប្លន់រថភ្លើងចិនដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដើម្បីសម្រួលដល់ពាណិជ្ជកម្មរវាងចិននិងចិនពួកគេបានចូលរួមកម្លាំងដើម្បីសាងសង់ផ្លូវដែកឆ្លងកាត់ព្រំដែនពីទីក្រុងប៉េកាំងទៅទីក្រុងម៉ូស្គូប្រវែងសរុបនៃផ្លូវដែកនេះគឺ7819គីឡូម៉ែត្រពេលវេលាធ្វើដំណើរសរុប131ម៉ោង31នាទីតាមរយៈប្រទេសចិនម៉ុងហ្គូលីរុស្ស៊ី3ប្រទេសវាគឺជារថភ្លើងដឹកអ្នកដំណើរដែលដំណើរការបានយូរគេបំផុតនៅក្នុងប្រទេសចិនវាត្រូវបានគេស្គាល់ថាជារថយន្តដំបូងគេនៅក្នុងប្រទេសចិននៅពេលនោះអ្នកដំណើរភាគច្រើននៅលើរថភ្លើងគឺជាជនជាតិចិនដែលបានទៅប្រទេសរុស្ស៊ីដើម្បីរកមាសពួកគេនឹងយកសាច់ក្រាក់សម្រាប់អាជីវកម្មឬរបស់មានតម្លៃមួយចំនួនប៉ុន្តែអ្វីដែលមិនបានរំពឹងទុកនេះបានធ្វើឲ្យពួកគេក្លាយទៅជាគោលដៅសម្រាប់អ ுக ្រិតជននោះហើយជាពេលដែលអ្នកសួរតើមិនមានប៉ូលីសនៅលើរថភ្លើងទេតើអ្នកណាដែលក្រអឺក្រអាមក្នុងការប្រព្រឹត្តអ ுக ្រិតកម្មនៅលើរថភ្លើងវាមិនងាយស្រួលទេដើម្បីរត់នៅពេលនោះប៉ុន្តែអ្វីដែលអ្នកមិនដឹងគឺនៅពេលរថភ្លើងចាក់ចេញពីប្រទេសយើងប៉ូលីសនៅក្នុងប្រទេសចិនត្រូវបានតម្រូវឲ្យចេញពីឡានតាមតម្រូវការដោយសារតែពួកគេមិនមានយានយន្តអនុវត្តច្បាប់នៅបរទេសហើយទាំងម៉ុងហ្គូលីនិងរុស្ស៊ីនៅពេលនោះមិនបានរៀបចំឲ្យប៉ូលីសបាត់បង់ការគ្រប់គ្រងលើរថយន្តដូច្នេះអ ுக ្រិតជនទាញយកអត្ថប្រយោជន៍ពីចន្លោះប្រហោងនេះរៀបចំផែនការដំណរពន្ធរបស់ពួកគេ29ឧសភាឆ្នាំ1993រថភ្លើងទើបតែចេញពីព្រំដែនចិនហើយចូលសមានមិត្តគ្រាន់តែក្រុមចៅប្លន់មួយក្រុមបានចេញពីប្រអប់ប្លន់អ្នកដំណើរក្នុងឡានភ្លាមអ្នកដំណើរប្រុសដោយមិនព្រមប្រគល់សម្ភារៈរបស់ពួកគេត្រូវចៅប្លន់វាយ៉ាងខ្លាំងនៅទីកន្លែងអ្នកដំណើរស្ត្រីត្រូវបានដោះសម្លៀកបំពាក់របស់ពួកគេដើម្បីលួចលុយលាក់ក្នុងខោរបស់ពួកគេតើនេះជាអ្វីអ្នកជាមនុស្សថ្លៃថ្នូរមែនទេអ្នកដំណើរដែលលោតចេញទីបន្ធូនខណៈពេលដែលដៃរបស់ពួកគេបានដកក្រុមចៅប្លន់នេះនឹងមិនបណ្ដោយឯងងាយឡើយនៅទីបញ្ចប់ក្រុមចៅប្លន់យកលុយសរុបជាង$2,600 RMB 200និងចិញ្ចៀនមាស4ជាមួយគ្នានេះអ្នកដំណើរស្ត្រីម្នាក់ក្នុងរថយន្តក៏ត្រូវក្រុមចៅប្លន់ជេរប្រមាថខាងក្រោយទៀតនៅដំណើរកំសាន្តខាងក្រោយរថភ្លើងត្រូវចៅប្លន់4នាក់ប្លន់អ្នកដំណើរជាច្រើនអ្នកត្រូវប្លន់អ្នកដំណើរស្ត្រី3អ្នករំភើបនឹងចៅប្លន់ជាច្រើនអ្នកបានរងរបួសនឹងចាក់លុយជាង$7,000បានត្រូវលួចនៅពេលព័ត៌មានបែកកាយវាបណ្ដាលឲ្យមានការរំជួបរំជួលផលប៉ះពាល់អន្តរជាតិអាក្រក់ណាស់ជាផលរបស់ដំណើរជាច្រើនខ្លាចទៅយករថភ្លើងនេះម្ដងទៀតបន្ទាប់ពីករណីនេះបានបញ្ចប់អគ្គទូតចិនប្រចាំនៅប្រទេសរុស្ស៊ីបានរាយការណ៍ករណីនេះត្រឡប់ទៅប្រទេសវិញនៅក្នុងទម្រង់លិខិតសម្ងាត់ក្រសួងសន្តិសុខភាពក៏បានបង្កើតក្រុមឯកសារមួយយ៉ាងឆាប់រហ័សប្រតិបត្តិការស៊ើបអង្កេតទ្រង់ទ្រាយធំបានចាប់ផ្ដើមនៅក្នុងប្រទេសចិននិងរុស្ស៊ីយោងតាមប៉ូលីសដែលចូលរួមក្នុងការស៊ើបអង្កេតករណីនេះចាប់ពីខែកុម្ភៈឆ្នាំ1993រហូតដល់ខែមិថុនាឆ្នាំ1993ក្រុមចៅក្រក្រឹមទាំងអស់បានប្រព្រឹត្តអ ுக ្រិតកម្មនៅលើរថភ្លើងក្រុមហ៊ុនជាច្រើនបានប្លន់ហិរញ្ញវត្ថុស្មើនឹងរាប់លានយួន